ព្រះអង្គឈ្នះមាព្រះអង្គប្រញាមួយជាតួអង្គព្រះអង្គសម្រាប់ខ្នាតអាសនៈមួយតួអង្គសម្រាប់ខ្នាតបតោសៃកដែលសាងអំពីក្លឹមឈើខ្មៅក្លឹមឈើខ្មៅនេះយើងឃើញថាមានសាច់ស្អាតរលោងស្រស់ស្អាតណាស់នៅពេលដែលយើងខាត់សម្អាតលាបប្រេយលាបអីមកយើងឃើញថារលើបលោងហើយក៏មានការពេញនិយមបាទមានការគោរពស្រឡាញ់តាំងពីយូរមកណាស់មកហើយក្លឹមឈើខ្មៅភាគច្រើនយើងច្រើនតែយកមកកសាងជាតួអង្គព្រះបាទដុំឈើដែលយើងកំពុងឆ្លាក់នេះគឺកំទេចឈើចេញមកក៏ខ្មៅហ្នឹងហើយគេហៅថាក្លឹមឈើខ្មៅសុទ្ធឈើខ្មៅភាគច្រើនអ្នកខ្លះហៅថាជាប្រភេទស្ដេចឈើដែរហើយឈើខ្មៅនេះមានប្រសិទ្ធភាពការពារបានច្រើនមុខដែរបាទជាពិសេសនោះគឺយើងផ្ដោតទៅលើភាពសុខសប្បាយត្រជាក់ត្រជុំចឹងហើយភាគច្រើនតែយកមកកសាងជាតួអង្គព្រះទេដែលចាស់តែងតែគាត់ហៅថាព្រះអង្គឈើខ្មៅព្រះអង្គឈើខ្មៅសម្រាប់តួអង្គព្រះអង្គឈើខ្មៅទាំងពីរអង្គនេះជារបស់បងប្រុសនៅខាងភ្នំពេញបាទជាទីបញ្ចប់នេះដែរខ្ញុំក៏សូមរំលឹកដល់ព្រះគុណព្រះអង្គដែលព្រះអង្គមានឧបការគុណដ៏ធំធេងបាទដែលច្រើនប្រមាណរាប់មិនអស់ហើយក៏សូមអញ្ជើញបងប្រុសនិងពុកម៉ែបងប្អូនទាំងអស់គ្នាចូលរួមសម្ដាប់នៅកិច្ចទាំង5របស់ព្រះអង្គដូចតទៅជនពុទ្ធកិច្ច5យ៉ាងគឺអ្វីខ្លាំងចូលចាំឲ្យច្បាស់ក្រុមរូបាបំណាច់អ្នកកាន់ពុទ្ធសាសនាត្រូវចាំកិច្ចការនៃព្រះអង្គពេលព្រឹកត្រង់យាងបណ្ដាបាតាមផ្ទះមានញាតិចាំរងជួនមួយអង្គឯងជួនមានសង្ឃដំរងតាមសត្វមាននិស័យរសៀលត្រង់ត្រាសំដែងធម៌ដល់សត្វនេះក៏ដោយអាល័យបើសត្វមិនយល់ត្រង់ឧបមាបកស្រាយសេចក្តីឲ្យយល់បានប្រលប់ប្រទានព្រះឱវាទដល់សង្ឃឲ្យស្អាតល្អកល្យាណកុំឲ្យប្រព្រឹត្តខុសលំអានតាមផ្លូវដែលបានត្រង់បញ្ញត្តិអាត្រិតត្រង់ដោះស្រាយបញ្ហាដែលពួកទេវតាមកច្រើនក្តាន់សំដែងព្រះសូត្រឬបរមត្ថតាមពពួស័ន្ទដែលសង្ស័យចិត្តភ្លឺប្រមានិស័យស័ក្តិតាអាចប្រតិបត្តិបានកលរៃដែលគួរត្រាដឹងព្រះធម៌ថ្លៃតាមឧបនិស្ស័យសត្វលោកា45ឆ្នាំឥតមានខ្វាំងព្រះអង្គនឿយណាស់លើមលូសាឥតមានសម្រាប់ព្រះកាយាឥតមាននៅណាប្រដូចបានយើងបាត់ព្រះពុទ្ធសាសនាធម៌ជាអាចារ្យទូមានប្រា